អស់អ្នកទាំងគ្នាកុំឲ្យយុបជនប្រពន្ធច្រើនមានចាប់ដើមតទៀតដល់គ្រប់ policy ហើយខ្ញុំបានបញ្យល់ទ្រឹស្ដីហើយណាតែឥឡូវយើងចូលដល់ក្នុងការអីគេអនុវត្ត simple ប៉ុន្តែខ្ញុំអនុវត្តតែមួយហ្នឹងទេអត់ហើយខ្ញុំនឹងបញ្យល់អ្នកទាំងគ្នាតទៅទៀតណាឲ្យអ្នកទាំងគ្នាស្គាល់សាមដូចមិនហៅថាអីគេគ្រប់ policy កុំឲ្យតែអូស្អីគេគ្រប់ policy មុននឹងរៀនចឹងណារៀនទ្រឹស្ដីបន្តិចប្រសើរអ្នកទាំងគ្នាទៀតហើយយើងរៀនទៀតអូខេបន្ទាប់មកខ្ញុំចូលក្នុងគ្រប់អីគេ policy យើងខ្ញុំបិទខ្ញុំនឹងដូរ wallpaper ធម្មតាអ្នកទាំងគ្នាឃើញទេពេល user login ណាពេល user login wallpaper របស់គាត់ចេញអីគេគាត់ login មក login ដូចជាណាគេ minute ទេ s minute ទេ s minute អូខេ s minute ដល់មកយើងអាចពេលគាត់ login ปุ๊បអ្នកនរឃើញទាំងអីគេ window យើងចង់ឃើញចឹងទេយើងចង់ឃើញរូបអីគេ logo របស់ក្រុមហ៊ុនយល់ទេហើយយើងការពារកុំឲ្យ user គាត់ change desktop ទៅរូបសង្សារគាត់ទៅរូបអីផ្សេងៗដែលក្រៅពីជួនកាលវាធ្វើឲ្យការបែកអារម្មណ៍យល់ទេសម្រាប់យើងធ្វើការដែរដល់ណាទេអញ្ចឹងយើងចាប់ដើមចោលទៀតអញ្ចឹងអ្នកនរតែចាំចូលក្នុងនេះអ្នកនរតែចាំដើម្បីចូល group policy បានអ្នកនរចូលលេខនេះចូល administration tool បន្ទាប់មកអ្នកនរគ្នាអាចចូលទៅក្នុងអីគេ group អីគេ policy អ្នកនរឃើញមាន group policy អីគេ management យល់ទេអ្នកនរនេះឲ្យ right click យក add វានៅ desktop ក៏បានណា right click យក add វាដាក់លើអីគេ new អីគេ desktop ក៏បានណាវានឹងមាននៅលើអីគេ desktop ប៉ុន្តែអ្នកនរគ្នាឃើញនៅលើ desktop ហើយតើយើងអាចចូលបានណាយើងមាន2 user active directory ហើយនឹងអីគេអានេះអីគេ group policy ដែលយើងបានរៀនហើយតើណាប៉ុន្តែខ្ញុំមានអននេះតែទៅមួយ MMC នៅវិញចឹងអននេះតែចាំថាខ្ញុំនឹងបង្រៀនអ្នកនរគ្នាពេលខ្លះអ្នកនរគ្នាគ្រប់គ្រង user ផងគ្រប់គ្រងអីគេ group policy ផងយល់ទេចង់ switch ចុះ switch ឡើងបាក់ពិបាកនេះប្រើ tab ដើម្បី switch ចុះ switch ឡើងដើម្បីអានេះតាក់ទងមួយអីគេនេះតាក់ទងមួយ user ដែរហើយអ្នកនរនេះចង់អីគេធ្វើតាក់ទងមួយអីគេgroup policy ទៀតអ្នកនរនេះ click លើអីគេ group អីគេ policy ទៀតចឹងអ្នកនរនេះត្រូវ switch ចុះអីគេ switch ឡើងយល់ទេពិបាកក្នុងការប្រើអ្នកនរគ្នាអាចប្រើអីគេប្រើអ្នកនរគ្នាអាចប្រើនៅអីគេ MMC អ្នកនរនេះប្រើ អីគេ MMC មកពីថាអីគេ Microsoft អីគេ Management អីគេ Console ដែលជួយប្រមូលផ្ដុំការងារអ្នកនរគ្នាប្រើច្រើនដងប្រើដដែលអ្នកនរគ្នាដាក់ម្ដុំទៅណាចឹងអ្នកនរនេះបង្កើតអីគេ អីគេ MMC ចឹងអ្នកនរនេះចូលទៅក្នុងអីគេ Windows អីគេ server អ្នកនរនេះចុចលើ run យល់ទេអ្នកនរនេះវាយពាក្យថាអីគេ អីគេ MMC វាចេញទាំងមួយមកឲ្យយើងចឹងអ្នកនរគ្នាធ្វើការ add នៅអ្វីដែលអ្នកនរគ្នាប្រើប្រាស់យ៉ាងញាប់ចឹងចុចលើអីគេចុចលើគេ file អ្នកនរនេះយកពាក្យ add អីគេ snap in ដល់នេះយើងប្រើប្រាស់ជាមួយយើងប្រើប្រាស់លើ Active Directory User អីខំនេះគេ computer យើង add ចូលណាមួយហើយមួយទៀតយើងប្រើប្រាស់ទៅអីគេ group អីគេ policy អីគេ object management យើងចុចណាមួយតើទេចឹងយើងប្រើប្រាស់ពីរព្រោះយើងទាំងរៀនពីរដល់ទីយើងរៀនដល់ ES រៀនអីផ្សេងៗគឺយើងអីគេយើងប្រើអីគេច្រើនចឹងចុចអីគេ OK ពេលចុច OK ដល់ឃើញទេ everything នៅក្នុងកន្លែងតែមួយដែលយើងមិនចាំបាច់ switch ចុះ switch ឡើងទេអ្នកនរចង់ group user អ្នកនរនេះធ្វើលើទៅតែចង់ group policy អ្នកនរនេះចុចអីគេអាខអានេះដល់យល់អ្វីនិយាយយល់ដល់អូខេយល់ហើយវាជួយការងារទាំងអស់គ្នាដល់នេះមិនបាច់បើកពីរផ្ទះបើកតែគេមួយផ្ទះយល់ទេអានោះនេះមានច្រើនដល់នេះ everything នៅក្នុងតែមួយគេមួយផ្ទះដល់ចឹងដល់នេះត្រូវចាំនេះយើងចូលទៅ group policy ចូល group policy អ្នកនរឃើញ group policy នេះ domain មកយើង domain មកយើងអ្នកនរនេះមើលអានេះគឺជា domain មកយើងដែរណាអានេះគឺបន្ទាប់មកនេះគឺជា domain controller យើងឈ្មោះនេះបន្ទាប់មកនេះគឺ O អីគេ OU របស់យើងយល់ទេអានេះគឺអីគេ OU របស់យើងតើយើងមាន OU មែន2គឺសៀមរាបហើយនឹងអីគេហើយដល់នេះដល់ចាំអានេះគឺ group policy object របស់យើងមានមែនចាំពេលនេះខ្ញុំលុបចោលព្រោះអានេះអាចាស់របស់ខ្ញុំទេដល់អូខេដល់នេះត្រូវ by default គឺមានអីគេ group policy 2នៅក្នុង hijack អានេះហៅថា group policy object យល់ទេដែល default ដែលវាបង្កើតឡើងមានអីគេហើយស្ដាច់នៅក្នុងម៉ាស៊ីនទី1គេហៅថា default domain controller policy បានន័យវា apply ទៅលើ domain controller ទៅលើ computer អីគេ server ធំយល់ទេហើយមួយទៀតគឺអីគេdefault domain policy បានន័យវា apply លើ domain របស់យើងទាំងមូលទាំងអស់យល់ទេយើងអាចលុបវាចោលបានយល់ទេឬមួយក៏យើងអាច edit វាបន្ថែមថយវាបានអត់មានបញ្ហា no pro អីគេ problem
giờ là vậy nhé còn nên on đấy mờนี่คือ domain នេះហ៎ domain នេះ link ទៅកាន់អីគេអានេះ link ឃើញ link ហ៎ link ទៅកាន់ default អីគេ domain អីគេ policy យល់អត់នេះឃើញហ៎ link ទៅកាន់នេះយល់ហ៎យើងមាន group policy ហ្មង2យើងមាន link object ហ្មង1គាត់ default វាមានចឹងចុះអា computer នេះ domain controller អូមាន2គឺអានេះមួយទៀតយល់ហ៎គាត់អាមួយ apply ទៅលើ domain ទាំងអីគេទាំងមួយ apply ទៅលើ computer អីគេ domain controller ទេគាត់យល់ទេអ្នកទាំងនេះត្រូវចាំណាសូម្បីតែ link ក៏ជាអីគេក៏ជាអីគេ object អត់យល់ទេ link ទៅកាន់ OU ណាមួយហើយយើងនឹង link ទៅកាន់ object policy ណាមួយយល់ទេអាហ្នឹង link ក៏ជាអីគេ object ដែរអត់ទេ object ទេ object គាត់តែ remove វាចោលពេលយើង remove វាចោលអ្នកនរតែចាំ remove វាចោល delete វាចោលពេលនោះវាអត់ apply អំពី group policy ហ្នឹងទេយល់ទេតោះអត់វាអត់ link ទៅកាន់ហ្នឹងទេអញ្ចឹង domain ទាំងមូលអានេះគឺអត់មានន័យទេអានេះអត់មានណា link មកកាន់វាទេអត់អញ្ចឹងយើងអាច right click ដើម្បីចង់ link វិញ right click យកពីអីគេ create អីគេ link to អញ្ចឹង link to អីគេ existing អីគេ GPO បន្តនឹងជ្រើសរើសយកអីគេ default domain policy អូខេ link វិញតោះអត់យល់នៅវិញនិយាយតោះណាប៉ុន្តែយើងអត់ប៉ះពាល់ហ្នឹងទេយើង keep default ខ្ញុំនឹងបង្កើត group policy ថ្មីមួយឃើញទេខ្ញុំច្រាយ click យកពីអីគេ new ខ្ញុំដាក់ថាម៉េច wall អីគេ wallpaper ថាក្រុមនេះ source starter GPO យើងនឹងបញ្យល់ទាំងអស់គ្នាទៀតណាអូខេបន្តមកដាក់ wallpaper យល់ទេចឹងខ្ញុំមាន group policy ប៉ុន្មានហើយ3អញ្ចឹង group policy ថ្មីរបស់ខ្ញុំគឺអត់មានអីសោះបាទមានឈ្មោះហើយគេ right click យកពីអីគេ edit ចរាន edit វាអ្នកទាំងនេះត្រូវចាំថាពេលអ្នកនេះចេញពុបអានេះគឺយើង edit group policy ហ្នឹងគឺមាន setting ច្រើនមែនតើវាមាន computer setting មានអីគេ user អីគេ setting យល់ទេហើយ setting វារាប់ពាន់ខ្ញុំក៏ចេះអស់ដែរយល់ទេអ្នកទាំងនេះត្រូវចាំចុះលោកគ្រូបើយើងចង់ដាក់ wallpaper តើយើងប្រើ setting អីគេអ្នកនេះអាចចូលទៅក្នុងអីគេ user configuration តោះមកអ្នកទាំងនេះយកពីអីគេWindows setting មែនចុះ policy ជាไร policy តោះមកយកអីគេ administrative អីគេ template យល់ទេបន្ទាប់មកអ្នកនរយកពាក្យថា desk អីគេ desktop យល់ទេអ្នកនរយកពាក្យថាdesktop នេះអ្នកនរឃើញនេះតើត configure wallpaper ផ្សេងយល់ទេនេះ desktop អីគេ wall អីគេ wallpaper យល់ទេអញ្ចឹងអ្នកនរឃើញវាមានពាក្យអង់គ្លេសអីទេspecify the desktop background display to all អីគេ desktop អីគេ user ចេះមើលអង់គ្លេសទេអញ្ចឹងវាបញ្យល់យើងនឹងក្បោះក្បាយអញ្ចឹងបើថាលោកគ្រូអត់ចេះអស់ទេប៉ុន្តែចង់បិទអីក៏បានដែរដោយសារយើងអីគេ search យល់ទេតោះយើងអាច search បើយើងលោកគ្រូខ្ញុំអត់ដឹងនៅណាទេលោកគ្រូខ្ញុំអត់ដឹងនៅណាទេអ្នកទាំងអស់គ្នាអាចអីគេចុចអីគេកន្លែងនេះ all អីគេ setting មកទាំងអស់អានេះគឺ category ខាងលើ classify បាទនេះវិញដាក់អីគេទាំងអស់នៅក្នុងយល់អ្វីអ្នកទាំងអស់មានប៉ុន្មាន1500អីគេ78 setting នៅក្នុងអីគេ administration template យល់អ្វីមានច្រើនទេអាណាគូចេះអស់ហើយខ្ញុំដឹងបាត់មួយណាអ្នកទាំងអស់គ្នាច្រើននៅហ្នឹងអ្នកទាំងអស់គ្នាអាច filter ក៏ filter ឯងចឹងអ្នកនេះចុចលើអីគេ use អ្នកទាំងអស់គ្នាយកពាក្យថាអីគេ filter on យល់ទេ filter on ហ្នឹងអ្នកទាំងអស់គ្នាយកពាក្យថា filter អីគេ option បងឯងចង់ search យកអីគេបងឯងចង់ search យកពាក្យអីគេ wall អីគេ page អីគេ paper ពេលនោះវានឹងចេញមកទាំងអស់នៅពាក្យថាអីគេ object ពេលខុសសំទោសអូខំ20មែនចឹង wall អីគេ page អីគេ paper ពេលវាចេញមកទេបងណាយល់ទេអានេះបែរថាមិនឲ្យគេ change អីគេ background អានេះគឺយើង apply អីគេ desktop អីគេ wall អីគេ paper យល់អ្វីនិយាយតោះចឹងយើងអាច search រកបានឃើញទេក្នុងករណីបងអូនអត់យល់ចឹងបងអត់អីចឹងបងឯងអាចយល់បានហើយបងឯងអាចអីគេ search តោះណាតោះចឹងអ្នកនរនេះត្រូវចាំចឹងយើងចុចលើអីគេនេះអ្នកនរនេះឃើញទេយើងចុច double click លើវាdouble click មកមើលញ៉នេះ specify the desktop អីគេ wallpaper យល់ទេបើអ្នកនរនេះច្បាស់អ្នកនរមើលអាហ្នឹងទៅតើតែគ្រូច្បាស់ហើយចឹងណាអូខេវាមាន option not អីគេ config enable disable តែខុសគ្នាមិន not config បានន័យថាម៉េចបានន័យថាមិនទាំង enable មិនទាំងអីគេ disable ដូចជាមនិតចឹងមនិតថ្ងៃជួបថ្ងៃមុនសង្សារមែនបើគាត់អត់មាត់បានន័យថាម៉េច
not ខំអីគេ config យល់ទេប៉ុន្តែគេថាបាទចាលោកគ្រូនឹងគេសង្សារខ្ញុំប៉ុន្តែគាត់យកអីគេ enable គាត់គាត់ថាទេមិនមែនទេ it's just friend យល់ទេយកអីគេ D អីគេ disable យល់ទេ by default គឺ not អីគេ not config យល់ហើយញ៉ៃតនមកដល់តនទេតែដល់នេះមើលទៀតយកនៃគេ not អីគេ not config យើងយកថា enable នេះ enable ប៉ុន្តែអ្នកនរគ្នាត្រូវដាក់ location របស់អីគេរូបភាពរបស់យើងយល់ទេគឺត្រូវមានរូបភាពហើយយើង share វារូបភាពដាក់លើ server ហើយយើង share យល់អត់ព្រោះគេត្រូវការទីរូបភាពទៅអត់ client មានរូបភាពហ្នឹងឯងអត់ទេយើងត្រូវការ share រូបភាពផ្សេងខ្ញុំរករូបភាពមួយផ្សេងខ្ញុំយើង cancel ផ្លែផ្សេងណាយើងត្រឡប់មកវិញយើងចូលទៅក្នុងអីគេ line នេះយើងជ្រើសរើសរូបភាពមួយពីធម្មតា Microsoft វាតែតែមានរូបភាពរបស់វានៅ default របស់វាប៉ុន្តែខ្ញុំមិនដឹងថានៅណាទេមានមិនអត់មានទៀត personalize នេះ picture អត់ទៀតអត់មានទេវីដេអូអត់មាន personalize អត់ចេះ writing desktop យកពីអីគេ personal អីគេ online នេះ Windows server ណាអូនណា